ជំរាបសួរពលរដ្ឋកម្ពុជាទាំងអស់ខ្ញុំឈ្មោះហួតតារាថ្ងៃនេះខ្ញុំមានឱកាសមកកម្មវិធីមួយនៅសាលសន្និសីទចតុមុខហើយខ្ញុំចង់ចែករំលែកព្រោះវាជាអ្វីដែលពិសេសមែនទែនហើយយើងទាំងអស់គ្នាគួរតែដឹងអញ្ចឹងខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវតែចែករំលែកថ្ងៃនេះ3ថ្ងៃហើយជាកម្មវិធីគឺជាការធ្វើបទបង្ហាញអំពីសមិទ្ធផលនៃការស្រាវជ្រាវច្រើនឆ្នាំនៃការវិវត្តនៃគ្រឿងសម្លៀកបំពាក់ costume របស់សិល្បករសិល្បករនីនៅក្នុងទម្រង់របាំក្បាច់បុរាណដោយលោកគ្រូលឹមស្រេងហើយអញ្ចឹងនៅក្នុងបទពិសោធន៍ខ្ញុំនេះខ្ញុំឃើញថាមានភាពច្នៃប្រឌិតខ្លាំងមែនទែនហើយការប្រើប្រាស់នៅគ្រឿងខ្លះដែលជាមាសឬក៏ប្រាក់សុទ្ធឬក៏ត្បូងមានតម្លៃពិតប្រាកដហ្នឹងគឺពិតជាលើកកម្ពស់និងលើកតម្លៃនិងភាពថ្លៃថ្នូរភាពស្រស់ស្អាតសម្រស់នឹងពណ៌និងភាពចែងចាំងដែលធ្វើឲ្យសិល្បករសិល្បករនេះមានការផ្ដល់តម្លៃទៅខ្ពស់ខ្ញុំពិតជាសប្បាយចិត្តមែនទែននឹងរំភើបដែលបានមានបទពិសោធន៍នេះហើយខ្ញុំសង្ឃឹមថាបងប្អូនពលរដ្ឋកម្ពុជាទាំងអស់ពុកម៉ែពូមីងបងប្អូនមានទទួលបទពិសោធន៍នេះដែរហើយនឹងអ្វីដែលយើងមាននេះគឺជាអ្វីដែលយើងបានអាចអួតទៅកាន់ពិភពលោកបានថាយើងអស្ចារ្យចាអរគុណលោកយើងមានភាពច្នៃប្រឌិតហើយការអភិវឌ្ឍការអភិរក្សនិងអភិវឌ្ឍនៃសិល្បៈរបស់យើងគឺបន្តរហូតតែនេះគឺជាភាពពិសេសរបស់កម្ពុជាយើងត្រូវបានទទួលការញ៉ាំទឹកចិត្តពីវប្បធម៌ជាច្រើនពិសេសគឺឥណ្ឌាប៉ុន្តែយើងឆ្នៃឲ្យវាទៅคล้ายទៅជាយើងជាខ្មែរជា color របស់យើងជារបស់យើងពិតប្រាកដដែលមិនមែនជាការ copy ពីនរណាទាំងអស់ឥឡូវយើងនិយាយអំពីស្បៃនៅក្នុងសម្លៀកបំពាក់នេះគឺស្បៃសំខាន់មែនតើហើយត្បូងទាំងអស់ហ្នឹងគឺចែងចាំងខ្លាំងមែនតើនៅលើស្បៃជារបស់នរណាពិតប្រាកដកុំនិយាយថារបស់ខ្ញុំរបស់គេគឺយើងមានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំដែលចែករំលែកគ្នាស្រដៀងគ្នាតែមិនដូចគ្នាទាំងអស់ទេរវាងប្រទេសទាំងជាង10នៅអាស៊ីអាគ្នេយ៍យើងដូច្នេះអត់ត្រូវប្រកែកគ្នាថារបស់នរណាទេប៉ុន្តែនរណាធ្វើឲ្យវាស្អាតនរណាធ្វើឲ្យវាមានតម្លៃដែលឲ្យពិភពលោកស្គាល់ច្បាស់នៅនោះឯងជាអ្នកចែងចាំងអញ្ចឹងខ្ញុំសង្ឃឹមថាសិល្បករនេះសិល្បករដែលគាត់ទ្រង់គ្រឿងលើកទី1ដំបូងសម្ពោធនេះនិងគ្រឿងទាំងអស់នេះនឹងមានឱកាសពំនាំឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់សូមអរគុណច្រើនចាអរគុណលោកគ្រូសុខសប្បាយ